សជីវធម៌ក្នុងការសំពះរបស់ខ្មែរយើងមាន5របៀបទី1ត្រឹមទ្រូងរបៀបទី2ត្រឹមមាត់របៀបទី3ត្រឹមច្រមុះរបៀបទី4ត្រឹមចិញ្ចើមរបៀបទី5គឺត្រឹមចុងថ្ងាសគេឆ្ងល់ថាតើរបៀបនៃការសំពះនីមួយៗមានអត្ថន័យដូចនេះសំពះត្រឹមទ្រូងនេះគឺសំដៅទៅលើមនុស្សដែលមានវ័យប្រហាក់ប្រហែលយើងអ្នកដែលមានឋានៈស្មើយើងឬម្យ៉ាងទៀតគឺមិត្តភក្តិសំពះត្រឹមហ្នឹងក្នុងន័យហ្នឹងរបៀបហ្នឹងប៉ុន្តែនៅក្នុងន័យមួយទៀតលោកបញ្យល់សេចក្តីជំរឿថាសំពះត្រឹមទ្រូងនេះគឺសំដៅទៅលើភាពស្មោះត្រង់ធម្មតាបេះដូងរបស់យើងនៅនេះអញ្ចឹងបេះដូងយើងនៅនេះនៅពេលដែលយើងមានមិត្តភក្តិសំណួរសួរទៅវិញថាតើយើងគោរពស្រឡាញ់មិត្តភក្តិរបស់យើងដែរឬអត់យើងការពារគាត់ដែរឬអត់យើងไปប្រាប់ប្រយោជន៍ដល់គាត់ដែរឬអត់យើងហាម5គាត់នៅពេលដែលគាត់ដើរនៅក្នុងផ្លូវខុសដែរឬអត់និងមួយយ៉ាងទៀតយើងជាមិត្តដែលមានឧបការៈចំពោះគាត់ដែរឬអត់អញ្ចឹងបេះដូងហ្នឹងគឺសំខាន់មែនទែននៅក្នុងការសង្គ្រោះគ្នាទៅវិញទៅមកជាពិសេសគឺមិត្តភក្តិរបស់យើងអញ្ចឹងសំណួរសួរទៅវិញថាយើងចង់សែបគប់គេនៅពេលដែលយើងសែបគប់គេតែយើងផ្ដល់សេចក្តីសុខឲ្យគេដែរឬទេផ្ដល់ភាពរីករាយឲ្យគេដែរឬទេនិងមួយយ៉ាងទៀតយើងផ្ដល់ក្តីសង្ឃឹមដល់គេដែរឬទេឬយើងគ្រាន់តែជាមិត្តភក្តិរបស់គេហើយអុកទាញគេទៅធ្វើរឿងប្រទេសប្រាស់មិនក៏បីឯណានេះមួយអញ្ចឹងអត្ថន័យសំពះត្រឹមទ្រូងនេះឯងគឺបញ្ជាក់នឹងបង្ហាញថាសំដៅទៅលើមនុស្សដែលមានវ័យប្រហាក់ប្រហែលយើងសំដៅទៅលើអ្នកដែលមានឋានៈស្មើយើងឬក៏មិត្តភក្តិរបស់យើងការសំពះត្រឹមបបោមាត់នេះគឺចង់បញ្ជាក់នឹងបង្ហាញឲ្យឃើញថាគឺសំដៅទៅលើការសំពះអ្នកដែលមានវ័យចាស់ជាងយើងមាននរណាខ្លះដែលវ័យចាស់ជាងយើងយើងដឹងស្រាប់ហើយថារៀមច្បងរបស់យើងឬក៏ថ្នាក់ដឹកនាំរបស់យើងឬក៏ចៅវាយនាយរបស់យើងហ្នឹងគឺការសំពះត្រឹមហ្នឹងគឺត្រឹមមាត់នេះគឺចង់បញ្ជាក់ដល់បង្ហាញថាជាធម្មតាមាត់របស់យើងដឹងស្រាប់ហើយថាយើងប្រើប្រាស់ឲ្យត្រូវការប្រយោជន៍ប៉ុន្តែបើសិនជាយើងប្រើប្រាស់មិនត្រូវវានាំឲ្យមានទុក្ខសោកដល់អ្នកដទៃអញ្ចឹងមាត់របស់យើងនោះបើសិនជាយើងប្រើប្រាស់ឲ្យត្រូវឲ្យគេរស់ឲ្យគេមានសង្ឃឹមឲ្យគេមានក្តីសម័យឲ្យគេមានទស្សនវិស័យហើយគេមានអនាគតប៉ុន្តែបើសិនជាយើងប្រើអត់ត្រូវមាត់របស់យើងត្រូវបំផ្លាញអ្នកដទៃឲ្យគេបាត់បង់អាយុជីវិតឲ្យគេបែកបាក់គ្នាឲ្យគេឆ្លោះគ្នាឲ្យគេលែងលះគ្នាឬក៏ពេលខ្លះធ្វើឲ្យគេនឹងគឺឈឺចាប់រហូតដល់បាត់បង់អាយុជីវិតគាត់ថាបានចំណុចទី3ការសំពះត្រឹមច្រមុះនេះគឺចង់បញ្ជាក់នៅបង្ហាញថាសំដៅទៅលើមេត្តាបិតាឬក៏គ្រូបាអាចារ្យរបស់យើងមេត្តាបិតាឬគ្រូបាអាចារ្យរបស់យើងនឹងជាធម្មតាយើងដឹងស្រាប់ហើយថានរណាជាអ្នកផ្ដល់កំណើតដល់យើងនរណាជាអ្នកផ្ដល់ដង្ហើមឲ្យយើងដឹងស្រាប់ហើយថាមេត្តាបិតាអញ្ចឹងមេត្តាបិតានេះគឺមានគុណដ៏ធំធេងណាស់ចំពោះយើងរហូតដល់ព្រះពុទ្ធព្រះអង្គសម្ដែងថាមេត្តាបិតាមានឈ្មោះរហូតដល់ទៅ4យ៉ាងទី1ឪពុកម្ដាយហ្នឹងគឺជាអាចារ្យផងឪពុកម្ដាយហ្នឹងគឺជាទេវតាផងឪពុកម្ដាយហ្នឹងគឺជាព្រះព្រហ្មផងឪពុកម្ដាយហ្នឹងគឺជាព្រះអរហន្តរបស់កូនប្រុសស្រីគោរពបូជានិងឲ្យតម្លៃលោកខ្ពស់ដូចជាព្រះអរហន្តអីចឹងអញ្ចឹងលោកជាអ្នកផ្ដល់ដង្ហើមឲ្យយើងក្នុងន័យម្យ៉ាងទៀតថាការសំពះត្រឹមច្រមុះនេះគឺសំដៅទៅលើឪពុកម្ដាយរបស់យើងឬក៏គ្រូបាអាចារ្យរបស់យើងចំណុចទី4ការសំពះត្រឹមចិញ្ចើមគឺជាអត្ថន័យដ៏សំខាន់មែនទែនសម្រាប់យើងក្នុងនាមជាបរិវត្តខ្មែរមួយរូបត្រូវចេះត្រូវចាំត្រូវដឹងដែរថាសំពះត្រឹមនេះគឺសំដៅទៅលើការសំពះចំពោះព្រះសង្ឃសំពះចំពោះព្រះមហាក្សត្រយើងដឹងស្រាប់ហើយថាព្រះសង្ឃនិងព្រះមហាក្សត្រលោកគឺជាឧត្តមជនដ៏ខ្ពង់ខ្ពស់បើទោះបីជាពេលខ្លះលោកមានបច្ចុប្បន្នតិចប៉ុន្តែកុំប្រមាថកុំមើលងាយយើងត្រូវតែនាំគ្នាគោរពនឹងការលើកដំកើងជាពិសេសគឺខ្មែរយើងមានសុជីវធម៌ក្នុងការសំពះហ្នឹងគឺចំណាំឲ្យចាំហើយយើងនៅពេលដែលយើងចាំយើងចេះយើងយល់យើងដឹងថាវាជាបច្ច័យមួយដែលធ្វើឲ្យគុណតម្លៃជីវិតរបស់យើងក៏ខ្ពង់ខ្ពស់ទៅនោះចំណុចទី5ការសំពះត្រឹមថ្ងាសការគោរពសំពះបូជាគ្រឿងសក្ការៈទាំងឡាយផ្សេងជាពិសេសចំពោះពពួកទេវតាអញ្ចឹងនៅពេលដែលយើងបានស្ដាប់នៅក្នុងវីដេអូទាំងអស់នេះហើយយើងនឹងយល់អត្ថន័យថាខ្លឹមសារនីមួយៗនៃការសំពះរបស់ខ្មែរយើងនេះគឺមានរហូតដល់ទៅ5សំពះត្រឹមទ្រូងសំដៅទៅលើមនុស្សដែលមានវ័យប្រហាក់ប្រហែលយើងឬក៏ស្មើយើងសំពះត្រឹមបបោមាត់សំដៅទៅលើជនដែលមានវ័យចាស់ជាងយើងសំពះត្រឹម
ចុងច្រមុះគឺសំដៅទៅលើឪពុកម្ដាយឬក៏គ្រូបាអាចារ្យរបស់យើងសំពះត្រឹមចិញ្ចើមគឺសំដៅទៅលើការសំពះចំពោះព្រះសង្ឃឬក៏ព្រះមហាក្សត្រហើយសំពះត្រឹមថ្ងាសគឺជាការសំពះចំពោះពពួកទេវតាដែលយើងបូជានៅគ្រឿងសក្ការៈទាំងឡាយផ្សេងៗអញ្ចឹងការសំពះទាំង5នេះគឺជាសុជីវធម៌មួយនៅពេលដែលគេឃើញគេថានេះគឺជាការសំពះរបស់ខ្មែរយើង